ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើឆាគួយសម្រាប់ឆាគួយនេះបងប្អូនខ្លះគាត់ហៅចាហួយខ្មៅឬបងប្អូនខ្លះគាត់ហៅជាតាកើអញ្ចឹងបងប្អូនទាំងអស់គ្នាបងប្អូនអាចហៅទៅតាមទម្លាប់នៃការហៅទៅតាមតំបន់រៀងៗខ្លួនបានអញ្ចឹងសម្រាប់ឆាគួយឬក៏ចាហួយខ្មៅឬក៏តាកើនេះរបៀបធ្វើគឺងាយមែនទែនបងប្អូនទាំងអស់គ្នាគ្រាន់តែទិញម្សៅឆាគួយនេះយកទៅធ្វើគឺបងប្អូនអាចធ្វើតាមការណែនាំក្នុងវីដេអូនេះហើយចំអិនញ៉ាំបានតែម្ដងបងប្អូនទាំងអស់គ្នាងាយស្រួលក្នុងការធ្វើហើយរសជាតិឆ្ងាញ់អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរបងប្អូនទាំងអស់គ្នាទៅទស្សនាអំពីរបៀបធ្វើទាំងអស់គ្នាសម្រាប់ម្សៅឆាគួយមួយប្រអប់បងប្អូនទាំងអស់គ្នាប្រើទឹកស្អាតចំនួន1លីត្រប្រើស្ករសចំនួន70ក្រាមទៅ100ក្រាមទៅតាមដែលបងប្អូនចូលចិត្តធ្វើផ្អែមឬក៏អត់ផ្អែមសម្រាប់ខ្ញុំដាក់70ក្រាមសម្រាប់ស្ករបើសិនជាយើងអត់ដាក់សោះគឺឆាគួយដែលយើងធ្វើចេញមកអត់ឆ្ងាញ់ទេព្រោះធម្មតាឆាគួយគឺវាមានជាតិដូចថាល្វីងតិចៗអញ្ចឹងបងប្អូនទាំងអស់គ្នាបើបងប្អូនដាក់ស្ករដូចខាងខ្ញុំណែនាំអញ្ចឹងគឺរសជាតិឆាគួយដែលយើងធ្វើចាក់ចេញមកគឺឆ្ងាញ់ខ្លាំងអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងយើងដាក់ស្ករឡែមនៅក្នុងនឹងស្រាប់ពេលដែលយើងយកទៅបន្ថែមជាមួយនឹងភេសជ្ជៈជាមួយកាហ្វេជាមួយទឹកមានទឹកតឡាចទឹកអីផ្សេងអញ្ចឹងគឺរសជាតិឆាគួយនោះវាចេញមកវាឆ្ងាញ់ស្រាប់អញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងជាដំបូងបងប្អូនត្រៀមទឹក1លីត្ររួចរាល់ហើយបងប្អូនទាំងអស់គ្នាធ្វើការចាក់ជាមួយនឹងម្សៅឆាគួយមកប្រអប់នឹងចូលទៅក្នុងទឹក1លីត្រដែលជាទឹកត្រជាក់ទឹកស្អាតរបស់យើងសម្រាប់ធ្វើម្ហូបហ្នឹងណាបងប្អូនទាំងអស់គ្នាអត់ទាន់ដាក់លើភ្លើងអត់ទាន់ដាំឲ្យពុះទេគឺបងប្អូនចាក់ចូលសិនហើយបងប្អូនទាំងអស់គ្នាធ្វើការកូរឲ្យម្សៅឆាគួយហ្នឹងវារលាយជាមួយនឹងទឹកត្រជាក់ហ្នឹងឲ្យរៀងសព្វល្អបន្តិចចាំយកទៅដាក់លើភ្លើងកាលណាតែយើងយកទឹកក្តៅមកកូរឬក៏យើងលើកដាក់លើភ្លើងភ្លាមឆាគួយហ្នឹងគឺវាកកដុំខ្លាំងអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងវាពិបាករលាយអញ្ចឹងបងប្អូនបន្ទាប់ពីកូរឲ្យវារៀងរលាយចូលគ្នាហើយបងប្អូនទាំងអស់គ្នាដាក់ជាមួយនឹងស្ករសចូលតែម្ដងទៅបន្ទាប់មកចាំយើងយកទៅដាក់លើភ្លើងណាបងប្អូនណាបន្ទាប់មកយើងធ្វើការបើកភ្លើងរឹមបងប្អូនទាំងអស់គ្នាត្រូវកូរឲ្យជាប់កុំឲ្យដាច់កុំឲ្យទុកវាចោលកាលណាតែទុកវាចោលវានឹងក្រាប់ទៅខាងក្រោមបាតឆ្នាំងហ្នឹងធ្វើឲ្យខ្លោចអញ្ចឹងកាលណាតែខ្លោចក្លិនអត់ឈ្ងុយឆាគួយហ្នឹងគឺអត់ល្អទេអត់ឆ្ងាញ់ទេអញ្ចឹងណាអញ្ចឹងបងប្អូនត្រូវកូរវាជាប់ដាក់ភ្លើងរឹមហើយកូរវាទៅមកអញ្ចឹងរហូតបន្ទាប់ពីកូរវាបានមកសន្ទុះហើយទឹកឆាគួយរបស់យើងវានឹងឡើងមកបែបនេះរៀងខាប់អន្ទិលបងប្អូននៅតែត្រូវបន្តការកូរវារហូតតិចទៀតបងប្អូនណាពេលដែលយើងឃើញវាឡើងខាប់អញ្ចឹងហើយអត់អីទេបងប្អូនអ្នកគ្នាកូរវារហូតទៅទឹកឆាគួយនឹងចាប់ផ្ដើមឡើងពណ៌រៀងថ្លាហើយវាចាប់ផ្ដើមរោពុះចេញពីក្រៅមកបងប្អូនបន្តកូរវារហូតដល់វាពុះនៅពេលដែលឆាគួយនេះពុះភ្លាមបងប្អូនទាំងអស់គ្នាធ្វើការបិទភ្លើងភ្លាមតែម្ដងតែទុកយូរវាផុលចេញមកក្រៅបងប្អូនទាំងអស់គ្នានេះបងប្អូនទាំងអស់គ្នានៅពេលដែលយើងកូរវាដល់វាឆ្អិនអាម្សៅឆាគួយនៅក្នុងនឹងហើយគឺទឹករបស់វារៀងខ្មៅថ្លាម៉ត់អញ្ចឹងវាអត់ឡើងប្រផេះខាប់ធន់ប្រផេះទេអញ្ចឹងបងប្អូនទាំងអស់គ្នាកូរបានបែបហ្នឹងហើយចាប់ផ្ដើមឡើងពពុះមកដល់ខាងលើគឺបងប្អូនទាំងអស់គ្នាធ្វើការបិទហ្គាសហើយយកទៅចាក់ចូលពុម្ពជាការស្រេចតែម្ដងបន្ទាប់ពីយើងចាក់ចូលពុម្ពហ្នឹងបងប្អូនទុកឲ្យត្រជាក់ល្អតែប្រហែលជាយ៉ាងយូរកន្លះម៉ោងអីពេលដែលវាចុះត្រជាក់ល្អគឺវានឹងរឹងឯងវាកកហើយយើងអាចយកកាត់ជាដុំយកទៅដាក់ញ៉ាំជាលក្ខណៈផ្អែមក៏បានយកទៅឈូសដាក់ក្នុងភេសជ្ជៈក៏បានយកទៅធ្វើជា topping កាហ្វេឬតែគុជឬអីផ្សេងក៏បានអញ្ចឹងបងប្អូនទាំងគ្នាអាចយកទៅធ្វើញ៉ាំបានច្រើនវិធីមែនទែនចំពោះឆាគួយនេះដូចថ្ងៃនេះអញ្ចឹងខ្ញុំឈូសជាសរសៃវែងសម្រាប់ដាក់នៅក្នុងទឹកតឡាចផងហើយខ្ញុំកាត់វាដុំសម្រាប់ធ្វើជាផ្អែមញ៉ាំជាមួយទឹកដោះគោស្រស់ហើយនឹងដាក់ទឹកបន្ថែមទឹកដោះគោខាប់ពីលើផងអញ្ចឹងសម្រាប់ម្សៅឆាគួយមួយប្រអប់យើងធ្វើជាដុំចាហួយខ្មៅនឹងបានដល់មួយថាសបងប្អូនទាំងអស់គ្នាអញ្ចឹងអានេះខ្ញុំស្ងោរទឹកតឡាចត្រជាក់ហើយខ្ញុំដាក់ទឹកកកបន្ទាប់មកខ្ញុំដាក់ជាមួយនឹងឆាគួយដែលខ្ញុំឈូសសរសៃវែងហ្នឹងចូលហើយកូរឲ្យសព្វទៅបងប្អូនបើទៅត្រជាក់ស្រេបដល់បេះដូងហើយរសជាតិឆ្ងាញ់ញ៉ាំហើយត្រជាក់ក្នុងអញ្ចឹងសម្រាប់ទាំងម្សៅឆាគួយទាំងដុំតឡាចដុំឡហែនគួយម្សៅធ្វើដុំទឹកដោះគោដាក់ក្នុងប្រអែមព្រិលជាកម្មអីគឺខាងខ្ញុំមានលក់ណាបងប្អូនទាំងអស់គ្នាអាចចូលមើលនៅក្នុង page របស់ខ្ញុំបានអញ្ចឹងសម្រាប់វិធីធ្វើអីគឺយើងមានបង្ហាញជូនបងប្អូនច្បាស់ជាមួយនឹងអ្នកលក់នេះគឺតែរសជាតិវាឆ្ងាញ់វាអូខេហើយទៅធ្វើវីដេអូបង្ហាញជូនបងប្អូនអំពីរបៀបចម្អិនអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចយកទៅធ្វើញ៉ាំបានទៅតាមតម្រូវការណាអានេះជាផ្អែមដែលខ្ញុំបន្ថែមតែទឹកដោះគោស្រស់ហើយនឹងទឹកដោះគោខាប់ទេអញ្ចឹងចាក់តែម្សៅឆាគួយមកថាមកដាក់ទឹកដោះគោស្រស់ទឹកដោះគោខាប់ញ៉ាំអញ្ចឹងក៏បានដែរបងប្អូនទាំងអស់គ្នាកូនដឹងតែចូលចិត្តគ្រប់គ្នាតែម្ដងបងប្អូនអើយអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចសារលបងធ្វើទាំងអស់គ្នាហើយត្រូវការកំងជាមួយម្សៅឆាគួយអីបងប្អូនតាក់ទងចូល page របស់ខ្ញុំបានខ្ញុំមានអវ៉ាន់ផ្សេងលក់ជាច្រើនមុខទៀតបងប្អូនអាចចូលមើលនៅក្នុង page របស់ខ្ញុំបានណា